ខ្ញុំបាទឈ្មោះពោតសុនមេឃុំហាន់ជ័យខ្ញុំសូមជម្រាបជូនដល់សារព័ត៌មានពាក់ព័ន្ធនឹងបញ្ហាការងារអភិវឌ្ឍនៅក្នុងឃុំហាន់ជ័យថ្មីយ៉ាងពាក់ព័ន្ធនឹងការងារកសិកម្មជាប្រវត្តិនៅក្នុងឃុំហាន់ជ័យគឺប្រកបមុខរបរកសិកម្មគឺ78%នៃប្រជាពលរដ្ឋសរុបហើយបញ្ហាទឹកបញ្ចូលក្នុងស្រោចស្រពហ្នឹងគឺអត់មានបញ្ហាទេគឺប្រជាពលរដ្ឋអាចទឹកគឺអាចបង្កើនផលបានគ្រប់គ្រាន់គម្រោងរបស់ឃុំឆ្នាំ2026នឹងបន្តសាងសង់ផ្លូវបេតុងបន្តដែលស្ថិតនៅក្នុងភូមិហាន់ជ័យទី3និងទី1ហើយជាចុងក្រោយនេះក្នុងនាមរដ្ឋបាលឃុំហាន់ជ័យគឺសូមថ្លែងអរគុណចំពោះថ្នាក់ដឹកនាំដែលគាត់យកចិត្តទុកដាក់គិតគូរពីផលប្រយោជន៍របស់ប្រជាពលរដ្ឋគឺបានទម្លាក់វិភេកថវិកាដើម្បីឃុំមានលទ្ធភាពអាចការងារអភិវឌ្ឍនៅក្នុងលើហេដ្ឋារចនាសម្ព័ន្ធនេះតាមជំហានដែលថវិការបស់ថ្នាក់លើគាត់ទម្លាក់ឲ្យអញ្ចឹងក៏សូមថ្លែងអរគុណដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលជាថ្នាក់ដឹកនាំដែលគាត់បានជួយអស់ពីចិត្តពីថ្លើមគាត់ស្រឡាញ់ប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយគឺគាត់ជួយគ្រប់ទាំងអស់ចឹងក៏ក្នុងនាមរដ្ឋបាលគុំសូមថ្លែងអរគុណរដ្ឋបាលឃុំយើងខ្ញុំនេះគឺគាត់មានជំនឿណានឹងជឿជាក់លើរាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសដើម្បីឲ្យមានការអភិវឌ្ឍរីកចម្រើនដល់មកថ្ងៃនេះបាទ